យុត្តិធម៌ត្រូវតែមានកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ក្នុងការប្រើប្រាស់អាវុធច្បាប់អន្តរជាតិដើម្បីទាមទារដីធ្លីដែលបាត់បង់និងបង្ខំឲ្យភាគីថៃសងការខូចខាតទាំងអស់ដែលបានបង្កឡើងតាមព្រំដែននេះគឺជាយុទ្ធសាស្ត្រមាសដែលថៃមិនអាចប្រកែកបានការវិភាគអំពីយុទ្ធសាស្ត្រមានប្រសិទ្ធភាពបំផុតយុត្តិធម៌ប្រវត្តិសាស្ត្រយុទ្ធសាស្ត្រផែនទីមួយទល់ពីរសែនកម្ពុជានឹងប្រើប្រាស់ផែនទីបោះពុម្ពដោយបារាំងសៀមដែលតុលាការអន្តរជាតិ ICJ ធ្លាប់ទទួលស្គាល់ដើម្បីវាយបករាល់ការវាយទីបងខុសច្បាប់របស់ថៃនេះគឺជាភស្តុតាងស្លាប់រស់ដែលថៃខ្លាចបំផុតការទាមទារសំណងខូចខាតមិនមែនគ្រាន់តែដកទ័ពទេថៃត្រូវតែសងការខូចខាតដល់ជីវភាពពលរដ្ឋខ្មែរនិងហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លាញក្នុងអំឡុងពេលជម្លោះយន្តការ UN នឹងត្រូវយកមកប្រើដើម្បីកំណត់ទំហំសំណងនេះសម្ពាធអន្តរជាតិការបង្ហាញវីដេអូភស្តុតាងនៃការឈ្លានពានទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN នឹងធ្វើឲ្យថៃធ្លាក់ក្នុងភាពឯកោនិងត្រូវបង្ខំចិត្តវិលរកបន្ទាត់ព្រំដែនដើមវិញដោយគ្មានលក្ខខណ្ឌ